សូមគ្រប់នឹងជំរាបសួរប្រិយមិត្តទូទាំងសិកជនជាទីគោរពសូមស្វាគមន៍មកកាន់កិច្ចសម្ភាររវាងអតិថិជនដែលគាត់មានសំណាងឈ្នះទឹកប្រាក់ពីអ្នកនាំសំណាងចង់នឹងថាគាត់គឺជាអតិថិជនរូបណាហើយគាត់អញ្ជើញមកពីខាងណានោះឥឡូវនេះយើងធ្វើកិច្ចសម្ភារផ្ទាល់ជាមួយគាត់តែម្ដងចាសូមជំរាបសួរបងចាបងសូមជួយណែនាំឈ្មោះនិងទីកន្លែងដែលបងស្នាក់នៅផងខ្ញុំបានឈ្មោះមើសំណាងនៅភូមិទូរកាសង្កាត់ចាក់អង្រេក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញចាអ្នកខាងភ្នំពេញទេចាមិនបាច់សួរតែសុខសប្បាយក៏សុខសប្បាយដែរព្រោះមើលសាច់ឈាមឈ្នះទឹកប្រាក់នៅក្នុងរីតេថ្ងៃនេះចាបងអាចជម្រាបបានទេថានៅក្នុងរីតេថ្ងៃនេះបងឈ្នះទឹកប្រាក់ចំនួនប្រមាណហើយបងផ្សំសំណាងអស់ចំនួនប្រមាណខ្សែដែរនៅពេលនេះខ្ញុំឈ្នះរង្វាន់ទឹកប្រាក់ចំនួន4លានរៀលហើយខ្ញុំចាក់5ខ្សែរយៈពេល1សប្តាហ៍ក្នុងមួយសប្តាហ៍5ខ្សែចាបងគឺជាអតិថិជនឆ្នោតនេះក្នុងសំណាងយើងចាស់ឬមួយក៏ទៅតែចាប់ផ្ដើមថ្មីនេះទេខ្ញុំទៅតែចាប់ផ្ដើមទេបាទចាហើយបងស្គាល់ឆ្នោតនេះក្នុងសំណាងតាមរយៈអីដែរបងចៃដន្យអីខ្ញុំលេង Facebook បើកទៅក៏បានឃើញបាទចាតាមរយៈ Facebook ចាមូលហេតុអ្វីបានជាបងប្រុសជ្រើសរើសឆ្នោតនេះនាំសំណាងហើយបងជឿជាក់ថាកម្មវិធីឆ្នោតនេះនាំសំណាងចាផ្ដល់ភាពសុក្រិតនិងយុត្តិធម៌យ៉ាងណាបានជាបងមានទំនុកចិត្តក្នុងការផ្សងសំណាងជាមួយឆ្នោតនេះនាំសំណាងដោយសារខ្ញុំគិតថាឆ្នោតនេះមានភាពសុក្រិតត្រឹមត្រូវពីព្រោះអីពេលយើងចាប់ម្ដងយើងដាក់គ្រាប់ពេញប៉ុងហើយយើងដាក់ស្នោហើយកន្លុកទៀតហើយអ្នកដែលចាប់គឺមិនអាចមើលឃើញទេចាដោយសារតែក្រុមហ៊ុនឆ្នោតនេះនាំសំណាងយើងធ្វើការចាប់ដោយដៃអតិថិជនដែលគាត់មានសំណាងឈ្នះដោយផ្ទាល់តែម្ដងចាអរគុណតើបងមានដែរគិតសង្ឃឹមថានៅក្នុងរីតេថ្ងៃណាមួយបងនឹងអាចខ្លាចទៅជាម្ចាស់ជ័យផុតពីអ្នកនាំសំណាងដែរទេបងសង្ឃឹមដែរបាទចាប្រហែល%ដែរបងមិនជាច្រើនទេព្រោះអត់សូវបានលេងច្រើនទេបាទចាអរគុណច្រើនតែចុងក្រោយបងមានពាក្យពេចន៍អ្វីចង់ផ្ដែផ្ដាំទៅដល់ពុកម៉ែបងប្អូនដែលតែក្រុមតូចជាមួយនឹងកម្មវិធីការចាប់ឆ្នោតនេះនាំសំណាងជាចុងក្រោយនេះខ្ញុំសូមផ្ដាំដល់ពុកម៉ែបងប្អូនមីងទាំងអស់បើសិនជាចង់លេងឆ្នោតយើងសូមលេងឆ្នោតតាមឆ្នោតអ្នកនាំសំណាងនេះពីព្រោះឆ្នោតនេះមានភាពត្រឹមត្រូវសុក្រិតយុត្តិធម៌ទៀតបើសិនជាយើងលេងតាមឆ្នោតផ្សេងខ្ញុំគិតថាវាមានលក្ខណៈបន្លំខ្លះណាតែនេះវាមានភាពសុក្រិតត្រឹមត្រូវមែនខ្ញុំមើលតាម Facebook live ម្ដងណាចាអរគុណច្រើនដែលជូនពរបងប្រុសមានឱកាសឈ្នះរង្វាន់ Jackpot នៅក្នុងរីតេថ្ងៃនេះក៏ដូចជាជូនពរទៅដល់ពុកម៉ែបងប្អូនឲ្យមានឱកាសឈ្នះរង្វាន់ Jackpot នៅក្នុងរីតេថ្ងៃនេះផងដែរចាអរគុណឥឡូវនេះកិច្ចសម្ភាររវាងអតិថិជនដែលបានឈ្នះក៏បានឈានចូលមកដល់ទីបញ្ចប់យើងខ្ញុំទាំងអស់គ្នាសូមអរគុណសូមគោរពលា